មួយចំនួនទៅតែស្គាល់ពិភពលោកបាន2ថ្ងៃប៉ុណ្ណោះ2ថ្ងៃមិនទាន់អាចមើលឃើញមុខម្ដាយច្បាស់ផងមិនទាន់បានហៅម៉ែពុកមួយម៉ាត់ផងមិនទាន់បានដើរមួយជំហានមិនទាន់បានចូលសាលារៀនមិនទាន់បានស្គាល់ក្តីស្រមៃនៅឡើយប៉ុន្តែបេះដូងតូចមួយរបស់គេកំពុងប្រយុទ្ធយ៉ាងខ្លាំងដើម្បីសុំត្រឹមឱកាសមួយប៉ុណ្ណោះគឺរស់កុមារម្នាក់ដែលគួរតែគេងក្នុងដៃម្ដាយដោយស្ងប់សុខបែរជាត្រូវគេងលើក្រេពេទ្យកុមារម្នាក់ដែលគួរសើចញញឹមបែរជាត្រូវភ្ជាប់ខ្សែអុកស៊ីហ្សែនពួកគេមិនដឹងថាខ្លួនកំពុងឈឺអ្វីទេពួកគេមិនដឹងថាឪពុកម្ដាយកំពុងភ័យប៉ុណ្ណាទេពួកគេមិនដឹងថានៅពេលម្ដាយសម្លឹងមុខរបស់ពួកគេម្ដាយកំពុងព្យាយាមលាក់ទឹកភ្នែកយ៉ាងណាទេចំពោះឪពុកម្ដាយនេះគឺជាការឈឺចាប់ដែលពិបាកនឹងពណ៌នាពេលកូនឈឺឪពុកម្ដាយចង់ឈឺជំនួសពេលកូនស្រែកយំឪពុកម្ដាយចង់យកការឈឺចាប់នោះមកដាក់លើខ្លួនពេលគ្រូពេទ្យប្រាប់ថាបេះដូងរបស់កូនមានបញ្ហាឪពុកម្ដាយស្ដាប់ស្ទើរតែផុតដង្ហើមជំងឺបេះដូងពីកំណើតខ្លះមានសភាពធ្ងន់ធ្ងរខ្លាំងណាស់កុមារខ្លះត្រូវការវះកាត់បន្ទាន់ទាំងគេអាយុត្រឹម2ថ្ងៃជាច្រើនឆ្នាំមកនេះមន្ទីរពេទ្យគុណធបុប្ផាបានវះកាត់នឹងអន្តរាគមន៍បេះដូងកុមារជាង 10000 ករណីការវះកាត់បេះដូងកុមារមួយករណីអាចចំណាយប្រាក់ពី$3000ទៅ$5000ចំពោះគ្រួសារជាច្រើននេះជាចំនួនប្រាក់ដែលពិបាករកបំផុតប៉ុន្តែនៅមន្ទីរពេទ្យគុណធបុប្ផាកុមារមិនត្រូវបានវាស់វែងតម្លៃតាមចំនួនលុយក្នុងហោប៉ៅរបស់ឪពុកម្ដាយឡើយកុមារត្រូវបានវាស់វែងដោយតម្លៃជីវិតរបស់ពួកគេនោះហើយជាមូលហេតុដែលមន្ទីរពេទ្យគុណធបុប្ផាបានក្លាយជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែររាប់លាននាក់តាំងពីឆ្នាំ1992មកទីនេះមិនត្រឹមតែព្យាបាលជំងឺដោយមិនយកប្រាក់និងមិនរើសអើងទេទីនេះជួយរក្សាជីវិតរបស់កុមារម្នាក់ឲ្យបានបន្តរស់ជាមួយគ្រួសារមួយជួយរក្សាសម្លេងសើចដ៏គួរឲ្យស្រឡាញ់មួយឲ្យបន្តនៅក្នុងផ្ទះជួយរក្សាអនាគតនៃធនធានមួយរបស់កម្ពុជាកុំឲ្យបាត់បង់ថ្ងៃនេះយុទ្ធនាការ10000រៀល10000នាក់ជាការអំពាវនាវឲ្យយើងទាំងអស់គ្នាចូលរួមរក្សាបេះដូងតូចៗនោះឲ្យនៅបន្តលោត10000រៀលប្រហែលជាមិនអាចផ្លាស់ប្ដូរជីវិតយើងបានទេប៉ុន្តែនៅពេលមនុស្ស10000នាក់ចូលរួម10000រៀលដូចគ្នាប្រាក់ទាំងនោះคล้ายជាកម្លាំងធំមួយកម្លាំងដែលអាចជួយកុមារម្នាក់បានហៅម៉ែជាលើកដំបូងបានកាន់ដៃឪពុកដើរជំហានដំបូងបានចូលសាលាបានសើចបានធំនិងបានរស់ប្រហែលក្នុងមន្ទីរពេទ្យគុណធបុប្ផានៅថ្ងៃនេះមានបេះដូងតូចមួយកំពុងប្រយុទ្ធដើម្បីឆ្លងផុតយប់នេះហើយប្រហែលជាការចូលរួម10000រៀលរបស់យើងទាំងអស់គ្នាអាចជួយឲ្យបេះដូងនោះបន្តលោតនៅថ្ងៃស្អែកសូមលោកអ្នកនាងចូលរួមជាមួយមូលនិធិគុណធបុប្ផាកម្ពុជាដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគុណធបុប្ផាតាមរយៈ QR Code ផ្លូវការដែលបានភ្ជាប់ជាមួយការផ្សាយនេះខ្ញុំរស់សុធាពី News Today NTTV